យុវវ័យចំនួនថ្មីដែលមានទូរស័ព្ទដៃនិងឧបករណ៍វៃឆ្លាតនៅក្នុងដៃមិនត្រឹមតែជាអ្នកប្រើប្រាស់បច្ចេកវិទ្យាប៉ុណ្ណោះទេប៉ុន្តែពួកគេគឺជាភ្នាក់ងារសុវត្ថិភាពព័ត៌មានដ៏សំខាន់នៅក្នុងការការពារគ្រួសារនិងសហគមន៍កម្ពុជាពីគ្រោះថ្នាក់នៃព័ត៌មានคล้ายៗតាមរយៈការបង្កើនការទទួលខុសត្រូវនិងការផ្ទៀងផ្ទាត់រព័ត៌មានមុននឹងចែកចាយរំលែកនៅលើបណ្ដាញសង្គមនេះគឺជាការលើកឡើងរបស់អាយុធទេពអស្ដារិទ្ធអនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងព័ត៌មានក្នុងឱកាសអញ្ជើញជាអធិបតីនៅក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានคล้ายៗជំហានទី2កាលពីព្រឹកថ្ងៃទី8ខែមិថុនាឆ្នាំ2026នេះនៅវិទ្យាល័យទួលអំពិលខណ្ឌដង្កោអាដាមទេពអស្ដារិទ្ធអនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងព័ត៌មានទាញចំណាប់អារម្មណ៍របស់សិស្សានុសិស្សជាង2000នាក់ដែលចូលរួមនៅក្នុងពិធីនេះថាការចុច share មួយคลิกដោយការទទួលខុសត្រូវនិងមានការផ្ទៀងផ្ទាត់ច្បាស់លាស់គឺជាគន្លឹះដ៏មានប្រសិទ្ធភាពបំផុតក្នុងការរួមចំណែកកម្ចាត់ការផ្សាយបែបបំពុលនិងទប់ស្កាត់ការរីករាលដាលនៃព័ត៌មានคล้ายៗនៅក្នុងសង្គមជាតិអាដាមបានបន្ថែមថាមុននឹងជឿឬចែករំលែកត្រូវប្រកាសថាព័ត៌មាននោះមានប្រភពមកពីស្ថាប័នសារព័ត៌មានផ្លូវការឬគណនីផ្លូវការរបស់សមត្ថកិច្ចនិងស្ថាប័នរដ្ឋឯកឧត្តមបានរំលឹកថាព័ត៌មានคล้ายៗភាគច្រើនតែប្រើចំណងជើងតាក់ទាញបំភ្លើសឬបង្កការភ័យខ្លាចឬបង្ហាញរូបភាពប្លែកដើម្បីតាក់ទាញដូច្នេះប្រសិនបើជួបប្រទះព័ត៌មានមិនពិតត្រូវរួមគ្នាធ្វើការរាយការណ៍នៅលើបណ្ដាញសង្គមនោះដើម្បីឲ្យក្រុមហ៊ុនបណ្ដាញសង្គមនោះពិនិត្យនិងលុបចោលមាតិកាคล้ายៗនោះចោលអាដាមសង្កត់ធ្ងន់ថាយើងត្រូវប្រកាន់ខ្ជាប់នូវទម្លាប់ក្នុងការផ្ទៀងផ្ទាត់ព័ត៌មានមុននឹងចែករំលែកនិងត្រូវជ្រើសរើសយកប្រភពផ្លូវការដូចជាទំព័រ Facebook ផ្លូវការរបស់សម្ដេចសម្ដេចធិបតីក្រសួងស្ថាប័នប្រព័ន្ធផ្សាយព័ត៌មានរដ្ឋ TVK វិទ្យុជាតិ AKP គេហទំព័រនិង App ក្រសួងព័ត៌មាននិងសារព័ត៌មានឯកជនដែលមានវិជ្ជាជីវៈត្រឹមត្រូវអាដាមអនុរដ្ឋលេខាធិការក៏បានសង្កត់ធ្ងន់ផងដែរថាក្រសួងព័ត៌មានបានដើរតួនាទីយ៉ាងសកម្មនៅក្នុងការតាមដាននិងកំណត់អត្តសញ្ញាណព័ត៌មានคล้ายៗផ្សព្វផ្សាយមាតិកាផ្ដល់ចំណេះដឹងនិងព័ត៌មានពិតជូនដល់ប្រជាពលរដ្ឋតាមរយៈការផ្សាយព័ត៌មាននិងសកម្មផ្ទាល់តាមសហគមន៍ទូទាំងប្រទេសក្រសួងនិងមន្ទីរព័ត៌មានក៏បាននឹងកំពុងបន្តពង្រឹងអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយដើម្បីអប់រំជូនដល់ប្រជាពលរដ្ឋឲ្យមានសមត្ថភាពទប់ស្កាត់ប្រឆាំងព័ត៌មានคล้ายៗសម្ដៅចូលរួមចំណែកការពារសន្តិសុខព័ត៌មាននៅក្នុងប្រទេសកម្ពុជាសូមជម្រាបថាយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានคล้ายៗជំហានទី2ក្រោមប្រធានបទពង្រឹងអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មានត្រូវបានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី18ខែឧសភាឆ្នាំ2026នៅវិទ្យាល័យសម្ដេចហ៊ុនសែនប៊ុនរ៉ានីវត្តភ្នំក្រោមអធិបតីភាពឯកឧត្តមនេតភត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានយុទ្ធនាការជំហានទី2នេះបាននឹងកំពុងធ្វើដំណើរទៅតាមបណ្ដាវិទ្យាល័យអនុវិទ្យាល័យនៅក្នុងរាជធានីភ្នំពេញខេត្តព្រះវិហារនិងបន្តទៅខេត្តផ្សេងទៀតជាបន្តបន្ទាប់នៅទូទាំងប្រទេសនៅក្នុងឆ្នាំ2026នេះ